បានអំពីរបៀប edit ទៅលើរូបភាពឬក៏វីដេអូដែលមានភាពងាយៗនៅលើទូរស័ព្ទ iPhone បាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍ជាថ្មីមកកាន់ Channel សុជា Sharing បាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចែករំលែកទៅកាន់បងប្អូនអរគ្នាអំពីរបៀប edit រូបភាពតែមួយប៉ុន្តែយើងអាចប្រើទៅលើរូបភាពផ្សេងៗឬក៏វីដេអូផ្សេងៗបានទាំងអស់បាទវិធីងាយៗដែរគឺយើងប្រើប្រាស់នៅលើទូរស័ព្ទ iPhone បាទបងប្អូនពិតជាឆ្ងល់នៅពេលដែលបងប្អូនទិញទូរស័ព្ទថ្មីឬក៏ប្រើប្រាស់ទូរស័ព្ទដែលចាស់ឬក៏ពីប្រភេទកាមេរ៉ាដែលបងប្អូនបានទិញមកហើយយើងប្រើសម្រាប់ការថតរូបការថតជាវីដេអូប៉ុន្តែយើងនៅជួបបញ្ហាគឺរូបភាពយើងខ្មៅឬក៏មិនសូវមានពន្លឺដោយដែលយើងបានដឹងស្រាប់ហើយថាការថតវាត្រូវការពន្លឺទីតាំងឬកន្លែងមួយដែលជួយសម្រួលទៅដល់ការថតកាមេរ៉ាបាទបន្ទាប់ពីការកំណត់នៅក្នុង setting ជាមួយកាមេរ៉ាទូរស័ព្ទ iPhone បាទtechnique មួយទៀតគឺបងប្អូនដែលត្រូវធ្វើនោះគឺការ edit បន្ថែមបាទបើសិនជាយើងអត់បាន edit ទេទៅលើរូបភាពឬក៏វីដេអូរបស់បងប្អូនគឺគុណភាពមិនសូវជាល្អបាទទៅជាខ្មៅមិនសូវជាមានពន្លឺមិនមានភាពទាក់ទាញសម្រាប់ការផុសនៅលើ YouTube ឬក៏នៅក្នុង TikTok ឬក៏ Facebook បាទតោះឥឡូវសូមនាំបងប្អូនទៅមើលដល់គ្នាអំពីរបៀបនៃការ edit ទៅលើរូបភាពឬក៏វីដេអូដែលបងប្អូនបានថតបាទពីកន្លែងផ្សេងៗឲ្យបានលឿនបាទនិងពេញចិត្តទៅលើរូបភាពបាទយើងមើលទៅលើរូបភាពដែលយើងបានថតអញ្ចឹងតើតើរូបភាពoriginal របស់យើងគឺបានមកគឺមានពណ៌ខ្មៅអត់សូវមានពន្លឺបាទរូបភាពខ្លះក៏យើងថតមានទីតាំងមានពន្លឺមានអីហ្នឹងគឺរឿងច្បាស់បាទរឿងភ្លឺប៉ុន្តែរូបភាពខ្លះគឺអត់ភ្លឺទេគឺខ្មៅតែម្ដងនេះគឺជារូបភាពដើមឥឡូវសូមបងប្អូនចូលមកកាន់សញ្ញាឆ្នូត3មកបាទបន្តមកទៀតយើងចុចយកពាក្យ filter បើ filter បងប្អូនយកពាក្យ white បាទនេះគឺយើងកែទៅលើពណ៌ហើយយើងយកពាក្យ adjust បាទយើងសេរីមកបាទទៅតាមអ្វីដែលយើងចង់បានយើងចង់ភ្លឺបន្តិចបាទដាក់ពណ៌រាងសបន្តិចមកបាទយើងថែមថយពន្លឺបាទតកតងនឹងពណ៌ធម្មជាតិហើយនឹងពណ៌សាច់របស់មនុស្សហើយយើងដាក់រាងពណ៌ឲ្យស្អាតតិចមកបាទយើងសេរីថ្មិចមកស្អាតទៅលើរូបភាពមួយនឹងសិនបាទបន្ទាប់ពីសេរីហើយយើងសេរីយើងចង់ក្របមានថាកាត់ឬក៏ទាញឆ្វេងស្ដាំឬក៏ទាញជើងឬវែងអីហ្នឹងអាស្រ័យលើការចង់បានរបស់បងប្អូនទេបាទអញ្ចឹងបងប្អូនបាទធ្វើបែបនេះមកបាទយើងកំណត់ទាំងទំហំកំណត់ទាំងអីមកបាទយើងអាចដាក់ទំហំផ្ដេកប្រឈរអីហ្នឹងអាស្រ័យលើការស្រឡាញ់និងការដាក់ទៅតាម platform របស់ app នីមួយៗបាទបន្ទាប់មកយើងចុចមកស្ដាំហើយត្រី3យើងយកបាទ copy edit តមកទៀតយើងទៅ select ទៅលើរូបភាពណាដែលយើងចង់ edit បាទយើងមានច្រើនយើង select ច្រើនមកបើសិនយើងមានតិចយើង select តិចបាទអាស្រ័យលើបងប្អូនចង់ edit ទៅលើរូបភាពទាំងអស់ហ្នឹងបាទបន្ទាប់ទៀតយើងចុចមកស្ដាំមកបងប្អូនយកពាក្យ pass edit បាទបន្ទាប់ពីយើងចុចហើយយើងរងចាំបន្តិចមកអញ្ចឹងវានឹងធ្វើការ edit ទៅតាមរូបភាពនីមួយៗដែលយើងបាន select ទុកបាទឃើញទេបងប្អូនវា load ទៅម្ដងមួយយើងអត់ចាំបាច់ទៅ edit ម្ដងមួយដូចមុនទៀតទេនេះទៅតាមអ្វីដែលយើងចង់បាន edit បាទពណ៌គឺដូចអ្វីដែលយើងបាន edit រូបភាពដំបូងអញ្ចឹងបាទយើងមើលស្អាតបាទយើងអត់ចំណាយពេលយូរទេយើង edit តែម្ដងគឺយើងធ្វើបានទាំងអស់ពិតជាងាយស្រួលសម្រាប់បងប្អូនដែលមានរូបភាពចង់ edit បន្ថែមបាទជាធម្មតាការថតរូបឬក៏ការថតវីដេអូយើងទទួលបាន
រូបភាពអត់សូវច្បាស់ទេគឺមានខ្មៅមានអីអញ្ចឹងបងប្អូនអាចសាកល្បងលើរបៀបនេះបានសង្ឃឹមថាបងប្អូននឹងយល់និងអាចអនុវត្តបានអំពីរបៀប edit ទៅលើរូបភាពឬក៏វីដេអូដែលមានភាពងាយៗនៅលើទូរស័ព្ទ iPhone បាទសូមកុំភ្លេចជួយ Subscribe Channel និងមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា